ចាសូមជំរាបសួរចាសួស្តីសិស្សានុសិស្សនៃសាលា BT អន្តរជាតិទាំងអស់ជាទីនឹករលឹកអ្នកគ្រូឈ្មោះលីសុកនីជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី8នៅសាលា BT អន្តរជាតិថ្ងៃនេះអ្នកគ្រូមកបង្រៀនមុខវិជ្ជាធននិមិត្តមេរៀនទី16បន្ទាត់នឹងអង្កត់ពិសេសជួបគ្នានៅក្នុងត្រីកោណក្នុងសភៅមេរៀនគណិតវិទ្យាទំព័រ205និង206កូនអាចបើកមើលបានតែមុននឹងបន្តមុនចាប់ផ្ដើមមេរៀននេះអ្នកគ្រូសូមរំលឹកមេរៀនចាស់ខ្លះដើម្បីដាស់តឿនដល់កូនថាកូនចងចាំបានប៉ុន្មានអញ្ចឹងណាចាអញ្ចឹងអ្នកគ្រូសូមសួរថាមិនទៅដែលហៅថាមុំផ្ចិតចាសង្ឃឹមថាអាចឆ្លើយបានណាចាតើមុំផ្ចិតនិងធ្នូដែលស្ងាត់មានរង្វាស់យ៉ាងម៉េចនឹងគ្នាចានឹងចាអរគុណអ្នកគ្រូគិតថាកូនគាត់ជាអាចឆ្លើយបានចាចាកូនអញ្ចឹងយើងដឹងហើយបន្ទាត់នឹងអង្កត់ពិសេសជួបគ្នាក្នុងត្រីកោណកូនធ្លាប់រៀនពីថ្នាក់ក្រោមរួចមកហើយយើងដឹងពីធាតុសំខាន់របស់ត្រីកោណចាំទេថាមានប៉ុន្មានចាយើងដឹងណាគឺមាន9ចាមានជ្រុង4មុំ4សំទោសជ្រុង3មុំ3និងកំពូល3ហើយសម្រាប់បន្ទាត់នឹងអង្កត់ពិសេសដែលជួបគ្នាក្នុងត្រីកោណពេលនេះគឺមានថែមទៀតហ្នឹងគឺមេយ៉ានមេយ៉ាទ័រនៃអង្កត់កម្ពស់និងកន្លះទាត់ពុះមុំហើយកូនក៏ធ្លាប់បានរៀនរួចហើយអញ្ចឹងកូនចេះហើយនិយមន័យមេយ៉ានមិនទៅហៅមេយ៉ានអញ្ចឹងណាហើយមេយ៉ាទ័រនៃអង្កត់កម្ពស់និងកន្លះទាត់ពុះមុំកូនទាំងអស់គ្នាដឹងហើយអ្នកគ្រូមិនបាច់រៀបរាប់ប្រាប់ទេកូនអាចមើលតាមហ្នឹងហើយក៏ជាមេរៀនហ្នឹងអ្នកគ្រូធ្លាប់បានបង្រៀននៅមុនរួចហើយចាអញ្ចឹងចូលមកចំណុចលេខ1គឺលក្ខណៈមេយ៉ាននៃត្រីកោណចាអញ្ចឹងយើងមានឧទាហរណ៍មួយនេះគេឲ្យត្រីកោណ ABC នេះជាត្រីកោណ1មេយ៉ាន BB' និង CC' ប្រសពគ្នាត្រង់ G បង្ហាញថាមេយ៉ានគូសចេញពី A កាត់តាម G ដែរ GA' ស្មើនឹង 1/2 AA' និង AG ស្មើ 2/3 AA' ចាអញ្ចឹងយើងមើលមកសម្រាយបញ្ជាក់យើងទាំងអស់គ្នាកូនត្រូវមើលទៅលើរូបសំទុះសង្កាត់បានទេចាអញ្ចឹងកូនមើលឧទាហរណ៍ហ្នឹងយើងមានត្រីកោណអញ្ចឹងកូនគូណាត្រីកោណ A B C ចាអញ្ចឹងយើងដើម្បីសម្រាយបញ្ជាក់ប្រាប់គេថាមេយ៉ានដែលគូសចេញពីកម្ពូល A កាត់តាម G អញ្ចឹងអ្នកគ្រូត្រូវតាងទី1ណាទី1យើងតាង D1 ទៅជាចំណុចឆ្លុះនៃ A ចំណុចឆ្លុះនៃ A ធៀបនឹង G ហើយកាត់ BC នេះត្រង់ A' ចាអញ្ចឹងកូនត្រូវយល់ពាក្យថាចំណុចឆ្លុះអញ្ចឹងចំណុចឆ្លុះធៀបនឹង G មានន័យថាប្រវែង GA នេះត្រូវស្មើជាមួយនឹង GD ចាអញ្ចឹងកូនមើលនៅពេលដែលបានA ធៀបនឹង G កាត់ BC ត្រង់ A' នេះអញ្ចឹងគេបានកូនមើលក្នុងត្រីកោណទី1ត្រីកោណ A B D ចាយើងមានទី1 C' នេះជាចំណុចកណ្ដាលនៃ AB ដោយសារ C' នេះយើងដឹងហើយជាជើងនៃមេយ៉ាន CC' អញ្ចឹងមានន័យថាវាជាកណ្ដាលនៃ AB ដល់ G ជាចំណុចកណ្ដាលនៃ AD ព្រោះ G នេះជាចំណុចធៀបចាធៀបរបស់ A ឆ្លោះជាមួយនឹង D ទៀងធៀបនឹង G អញ្ចឹង G នៅកណ្ដាល AD កូនដឹងហើយនៅពេលដែលយើងភ្ជាប់ចំណុចកណ្ដាល2ជ្រុងនៃត្រីកោណអញ្ចឹងភ្ជាប់ចំណុចកណ្ដាល2ជ្រុងនៃត្រីកោណអញ្ចឹងយើងបាន AC' G នេះគឺជាចាំនេះកូនគឺជាគេអង្កត់ដែលភ្ជាប់ចំណុចកណ្ដាល2នៃជ្រុងត្រីកោណគឺជាគេអាហ្នឹងចាគឺជាបាតមធ្យមនៃត្រីកោណ A B D ចាបើវាជាបាតមធ្យមអញ្ចឹងយើងទាញបានអីតទៀតបើវាជាបាតមធ្យមយើងទាញបានថា C' G នេះស្របជាមួយនឹង
BD ចាបើ C ព្រីម G ស្របជាមួយ BD អញ្ចឹងយើងក៏អាចទាញបានថា CG នេះស្របជាមួយនឹង BD ដែរចាអញ្ចឹងអាហ្នឹងអ្នកគ្រូតាំងទី1កូនណានេះ GC ស្របជាមួយនឹង BD អ្នកគ្រូតាំងទី1បន្ទាប់មកសូមកូនមកមើលត្រីកោណខាងនេះវិញម្ដងគឺត្រីកោណ ACD ចា ACD អញ្ចឹងយើងមានអីខ្លះយើងមានទី1ចំណុច B ព្រីមនេះគឺជាជើងរបស់មេយ៉ាន B ព្រីមអញ្ចឹងបើវាជាជើងមេយ៉ានអញ្ចឹងមានន័យថាវាជាចំណុចកណ្ដាលនៃជ្រុង AC ចាមួយហើយមួយទៀត G មិញយើងដឹងថាជាចំណុចកណ្ដាលនៃអង្កត់ AD នេះដែរយ៉ាងនៃជ្រុង AD នេះដែរអញ្ចឹងកូនបាន B ព្រីម G នេះក៏ជាបាតមធ្យមនៃត្រីកោណ ACD ដែរចាអញ្ចឹងបើបាតមធ្យមយើងទាញបាន B ព្រីម G នេះស្របជាមួយនឹង DC បើ B ព្រីម G ស្របជាមួយនឹង DC អញ្ចឹង BG នេះក៏ស្របជាមួយនឹង DC ដែរអញ្ចឹងអ្នកគ្រូតាំងអានឹងលេខ2កូនមើលតាម1និង2ទី1មិញគឺ GC ស្របជាមួយនឹង BD ដល់ពេលទី2 BG ស្របជាមួយនឹង DC អញ្ចឹងចតុកោណ BDCG ដែលមានជ្រុង2ស្របគ្នាវាគឺជាប្រលេឡូក្រាមចាអញ្ចឹងប្រលេឡូក្រាមBDCG នេះមានអង្កត់ទ្រូង BC និងអង្កត់ទ្រូង GD ប្រសពគ្នាត្រង់ A ព្រីមចាអញ្ចឹងបើប្រសពគ្នាត្រង់ A ព្រីមអ្វីដែលកូនទាញបានគឺកូនទាញបាន B A ព្រីមស្មើនឹង A ព្រីម C ចាបើ2នឹងស្មើគ្នានោះអ្វីដែលយើងសន្និដ្ឋានបានគឺ A ព្រីមនេះជាមេយ៉ានរបស់ត្រីកោណ ABC ហើយកាត់តាម G ចាអញ្ចឹងដូចនេះយើងទាញបានមេយ៉ាន AA ព្រីម BB ព្រីមនិង CC ព្រីមប្រសពគ្នាត្រង់ចំណុច G តែមួយគត់ចាដល់ពេលមួយទៀតយើងចង់បង្ហាញថា GA ព្រីមចា GA ព្រីមនេះស្មើនឹង1/2នៃ GD ចាឬក៏ចាសំទោសGA ព្រីមនេះស្មើនឹង1/3នៃ AA ព្រីមហើយនឹងយើងចង់ទាញបានថា AG នេះស្មើនឹង2/3នៃ AA ព្រីមចាអញ្ចឹងកូនអាចទាញនឹងបានកូនដឹងពីដំបូងមកយើងទាញមិញ A ព្រីមនេះជាចំណុចកណ្ដាលនៃអង្កត់ទ្រូង BC ចាហើយនឹង GD របស់ប៉ាឡេឡូក្រាម BDCG ចាអញ្ចឹងគេបានបើវាជាចំណុចកណ្ដាលរបស់ GD កូនបាន GA ព្រីមនេះស្មើនឹង1/2 GD ឬយើងទាញបានវិញថា GD នេះស្មើនឹង2ដង GA ព្រីមចាហើយយើង D យើងដឹងថា D ជាចំណុចឆ្លុះនៃ A ធៀបនឹង G ចាអញ្ចឹងយើងបាន AG ស្មើនឹង GD ចាបើ AG ស្មើនឹង GD យើងទាញបាន AG នេះស្មើនឹង2ដង GA ព្រីមចាហើយកូនមើលនៅតាមរូបយើងនេះ AA ព្រីមបានមកអំពី AG បូកជាមួយនឹង GA ព្រីមចាអញ្ចឹងយើងបាន AA ព្រីមរបស់យើងនេះស្មើនឹងដោយសារ AG យើងនេះមិញគឺស្មើនឹង2ដង GA ព្រីមអញ្ចឹងមានថាស្មើនឹង2ដង AG ព្រីមបូកជាមួយនឹង AG ព្រីមអញ្ចឹងយើងបាន3ដង GA ព្រីមដល់ពេល AA ព្រីមស្មើ3ដង GA ព្រីមយើងទាញរក GA ព្រីមកូនគ្រាន់តែបោះ3ទៅខាងនោះយើងបាន1/3 AA ព្រីមចាអ
ចំណែក AG របស់យើងមើលតាមរូបមក AG វាស្មើនឹង AA' ដកជាមួយនឹង GA' ចាអញ្ចឹង AA' ដកជាមួយ GA' តែ GA' របស់យើងខាងលើគឺស្មើនឹង1/3 AA' អញ្ចឹងកូនដកមកកូនតម្រូវភាពបែងរួមយើងដកទៅស្មើនឹង2/3 AA' ដូចនេះអ្វីដែលយើងទាញបានគឺប្រវែង AG ចាប្រវែង AG មានន័យថាពីចំណុចប្រសពរបស់មេយ៉ានទាំង3មកកំពូលគឺស្មើនឹង2/3 នៃមេយ៉ាននឹងតែម្ដងគឺ2/3 នៃ AA' ចំណែក GA' នេះគឺស្មើនឹង1/3 នៃ AA' ចាចំណែកផ្សេងទៀតគឺទាញបានដូចគ្នាកូនណាបើកូនចង់ទាញប្រវែង CG នេះក៏ដូចគ្នាដែរអញ្ចឹង CG គឺស្មើនឹង2/3 នៃ CC' ចំណែក GC' នេះគឺស្មើនឹង1/3 CC' ចាដូចគ្នាមួយទៀតគឺមេយ៉ានដែលយើងទាញរកពីមេយ៉ាន BB' នេះប្រវែង BG នេះគឺស្មើនឹង2/3 BB' ចំណែក GB' នេះស្មើនឹង1/3 BB' ដូចគ្នាណាកូនចាអញ្ចឹងសរុបមកឥឡូវនេះយើងបាននាំគ្នាសង្ខេបជាទ្រឹស្ដីបទមួយណាកូនណាអញ្ចឹងយើងសង្ខេបមិនទៅតើមេយ៉ានទាំង3របស់ត្រីកោណប្រសពគ្នាត្រង់ប្រមាណចំណុចឆ្លើយបានទេមើលទៅចាអញ្ចឹងប្រកាសជាបានណាមេយ៉ានទាំង3របស់ត្រីកោណមួយប្រសពគ្នាត្រង់1ចំណុចហើយមួយចំណុចនោះស្ថិតនៅតាណាមួយចំណុចនោះគឺស្ថិតនៅចម្ងាយ2/3ចា2/3នៃមេយ៉ាននីមួយៗពីកម្ពូលចាពីកម្ពូលកូនណានៃមេយ៉ាននីមួយៗពីកម្ពូលចំណុចហ្នឹងគេហៅថាអ្វីចំណុចហ្នឹងកូនចាអញ្ចឹងចំណុចនេះគេហៅថាទីប្រជុំទម្ងន់នៃត្រីកោណដែលគេតាំងដោយអក្សរ G ចាកូនអញ្ចឹងយើងសង្ខេបបញ្ចប់ទ្រឹស្ដីបទត្រឹមប៉ុណ្ណឹងបន្តទៀតនេះគឺអ្នកគ្រូដាក់លំហាត់គំរូដើម្បីឲ្យកូនជួយគិតទាំងអស់គ្នាណាកូនណាយើងមើលលំហាត់គំរូចាលំហាត់គំរូគេឧបមាថាក្នុងត្រីកោណ ABC មេយ៉ានគូសចេញពីកម្ពូល B និង C មានប្រវែងស្មើគ្នាចាគេបញ្ជាក់មកស្មើគ្នាកូនណាកគេឲ្យកូនបង្ហាញថាទីប្រជុំទម្ងន់នៃត្រីកោណ ABC ស្ថិតនៅលើមេយ៉ាទ័រនៃអង្កត់ BC ចានៃអង្កត់ BC ហើយខគេឲ្យកូនទាញបញ្ជាក់ថាត្រីកោណ ABC ហ្នឹងជាត្រីកោណសមមាត្រកម្ពូល A ចាកូនចាទីឡើងលើមកមូលឡើងលើបកមកចាឥឡូវយើងចូលមកធ្វើសម្រាយបញ្ជាក់លំហាត់គំរូកូនណាចានេះគេឲ្យមកហើយត្រីកោណ ABC ឧបមាថាមេយ៉ានដែលគូសចេញពីកម្ពូល B និងកម្ពូល C នេះមានប្រវែងស្មើគ្នាកគេឲ្យយើងបង្ហាញថាទីប្រជុំទម្ងន់ G នៃត្រីកោណ ABC ស្ថិតនៅលើមេយ៉ាទ័រនៃអង្កត់ BC ចាអញ្ចឹងកូនយល់ពាក្យណាមេយ៉ាទ័រអញ្ចឹងគេឲ្យបង្ហាញថា G នេះនៃត្រីកោណ ABC នេះស្ថិតនៅលើមេយ៉ាទ័រនៃអង្កត់ BC កូនអាចទាញវាបានថាជាមេយ៉ាទ័រនៃអង្កត់ BC បានតតែកូនបង្ហាញឲ្យឃើញថា BG នេះស្មើជាមួយនឹង GC ចាអញ្ចឹងយើងចាប់ដើមធ្វើសម្រាប់បញ្ជាក់ទី1កូនតាំងសិនអញ្ចឹងយើងតាំង A', B', C' នេះជាជើងនៃមេយ៉ានដែលគូសចេញពីកម្ពូល A កម្ពូល B និងកម្ពូល C ចាគូសជើងនៃមេយ៉ានគូសចេញពីចាគូសចេញពីកម្ពូល A B និង C ចានៃត្រីកោណ AB BC ចាហើយគេប្រាប់មកហើយ G គឺជាទីប្រជុំទម្ងន់ចាដោយ G ចាដោយ G ជាទីប្រជុំទម្ងន់បន្ទោះ
ประชุมទម្ងន់ចានៃត្រីកោណ ABC អញ្ចឹងគេបានអីខ្លះមិនយើងដឹងទេកូនចម្ងាយពីទីប្រជុំទម្ងន់មកកម្ពូលនេះស្មើប្រមាណកូនមានចាំទេមិញចាអញ្ចឹងគេបានទី1គឺ BG ចា BG របស់យើងគឺស្មើ2ភាគ3 B ព្រីមចាហើយមួយទៀត CG ចា CG ស្មើប៉ុន្មានដែរកូន CG ក៏ស្មើ2ភាគ3 CC ព្រីមតែសមិទ្ធកម្មគេប្រាប់មកថាម៉េចហ្នឹងកូនតែ B ព្រីមស្មើនឹង CC ព្រីមសមិទ្ធកម្មអញ្ចឹងបើ B ព្រីមស្មើ CC ព្រីមអ្វីដែលកូនទាញបានគឺ BG ស្មើជាមួយនឹង CG នេះ BG ស្មើនឹង CG អញ្ចឹងកូនទាញបានចាអញ្ចឹងនាំឲ្យចាអញ្ចឹងកូនដាក់ចេះមកនាំឲ្យ BG ស្មើជាមួយនឹង CG ចា BG ស្មើនឹងCG នោះ G របស់យើងមិនដែរកូនដូចនេះ G នៅណាចឹងចាដូចនេះចំណុច G គឺស្ថិតនៅលើមេយ៉ាទ័រនៃអង្កត់ណាកូនចាអញ្ចឹង G ស្ថិតនៅលើមេយ៉ាទ័រនៃអង្កត់ BC ចាមេយ៉ាទ័រនៃអង្កត់ BC ចានេះចប់សំណួរកកូនណាយើងចូលមកសំណួរខគេសួរថាគេឲ្យកូនទាញបញ្ជាក់ថាត្រីកោណ ABC នេះជាត្រីកោណសមបាតកម្ពូល A ចាអញ្ចឹងយើងសំណួរខណាខបញ្ជាក់ថាត្រីកោណ ABC ជាត្រីកោណសមបាតកម្ពូល A ចាយើងអាចបង្ហាញគេបានកូនត្រូវតែចាំពីលក្ខណៈរបស់ត្រីកោណសមបាតយើងដឹងហើយត្រីកោណសមបាតលក្ខណៈពិសេសរបស់វាគឺមានជ្រុង2ប៉ុនគ្នាចាហើយពេលនេះក៏បញ្ជាក់ថាកម្ពូល A ទៀតអញ្ចឹងដើម្បីបាន ABC នេះជាត្រីកោណសមបាតកម្ពូល A កូនត្រូវទាញបង្ហាញគេថាម៉េចឲ្យបាន AB ស្មើជាមួយនឹង AC ចាអញ្ចឹងយើងមានសម្រាយពីខាងលើមកហើយ G នេះស្ថិតនៅណាកូន G ចាអញ្ចឹងតាមសម្រាយខាងលើចាយើងមានដោយ G ចា G ស្ថិតនៅលើចាស្ថិតនៅលើមេយ៉ានចាមេយ៉ាននៃមេយ៉ាន AA ព្រីមចាមេយ៉ាន AA ព្រីមចា G ស្ថិតនៅមេយ៉ាន A ព្រីមយ៉ាងនោះ AG ចាអញ្ចឹងនោះ AG ឬក៏ A ព្រីមហ្នឹងក៏ជា AG ឬក៏ AA ព្រីមហ្នឹងក៏ជាមេយ៉ាទ័រចា AG ឥឡូវយើងដាក់ AA ព្រីមតែម្ដងណាដល់ G ស្ថិតនៅលើមេយ៉ាននៃ AA ព្រីមចាពីដំបូងមកណាហើយខាងលើនេះកូនទាញបាន G នេះគឺស្ថិតនៅលើមេយ៉ាទ័រនៃអង្កត់ BC អញ្ចឹងកូនទាញបាន AA ព្រីមនេះជាមេយ៉ាទ័រចា AA ព្រីម G ស្ថិតនៅលើមេយ៉ាន AA ព្រីមចាអញ្ចឹងAG ជាមេយ៉ាទ័រនៃអង្កត់ចាមេយ៉ាទ័រនៃអង្កត់ BC